ជំរាបសួរបងប្អូនថ្ងៃនេះនាងខ្ញុំបង្ហាញពីការធ្វើនំឆាខ្វៃគឺនាងខ្ញុំទិញម្សៅភីហ្សាខ្ញុំបានលេងម្សៅចំណែងទេអញ្ចឹងគឺខ្ញុំប្រើម៉ានេះម្សៅភីហ្សាមួយនេះធ្វើនំឆាខ្វៃបានគឺជា6គូចាយើងលាវាចេញមកហើយយើងដាក់ម្សៅលើបន្តិចមកដើម្បីកុំឲ្យវាស្អិតម្សៅនេះពេលដែលបងប្អូនហែកវាចេញមកហើយយើងធ្វើការកាប់បណ្ដោយវាជា2បន្ទះហើយនឹងកាប់ជាបន្ទះតូចៗទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនដែលចង់បានធំឬតូចពីមុនយើងចំណាយពេលលាយម្សៅប៉ុន្តែធ្វើអត់ត្រូវតែខ្ញុំបានសាកធ្វើម្សៅភីហ្សានេះគឺថាឡើងល្អហើយងាយស្រួលមិនចាំបាច់ដូចពីមុនដែលយើងត្រូវលាយម្សៅលើខ្លួនឯងយើងកាត់ប្រទេសប៉ុណ្ណេះមកហើយយើងពីកងលើគ្នាមួយគូដែលយើងឈើជ្រលក់ទឹកសង្កត់វាឲ្យស្អិតជាប់គ្នាលើខ្លាញ់យើងបានក្តៅហើយយើងចាប់ផ្ដើមដាក់ឆាខ្វៃយើងចូលភ្លើងគឺយើងបើកកម្រិតមធ្យមអត់បើកខ្លាំងពេកទេខ្លាញ់វាអត់ស្រួយហើយវាអាចខ្លោចចាពេលអត់ឯងនេះ